Hello ជំរាបសួរបាទថ្ងៃនេះមកជួបជាមួយនឹងខ្ញុំម្ដងទៀតហើយថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបបង្កើត account Telegram ដើម្បីប្រើចង់ដឹងថាគេបង្កើតដោយម្ដេចកុំភ្លេចតាមដានវីដេអូនេះជាមួយនឹងខ្ញុំដូចតទៅនេះជាដំបូងយើងចុចចូលមកក្នុង account Telegram ជាមុនសិនបាទចុចចូលមក account Telegram អញ្ចឹងហើយបន្ទាប់ពីយើងចុចមកគឺវាចេញទម្រង់បែបនេះគេដាក់ start message in អញ្ចឹងនៅពេលដែល account Telegram ដែលយើងទើបតែ download ថ្មីនៅពេលដែលអត់ទាន់មាន account គឺវាចេញទម្រង់បែបនេះអញ្ចឹងគឺយើងចុច start message in ចុចកន្លែង start message in ដើម្បីចូលទៅបង្កើត account Telegram បន្ទាប់មកគឺវា load ចេញបែបនេះគឺយើងចុចពាក្យថាអនុញ្ញាតបន្ទាប់មកគឺវា load ទម្រង់បែបនេះគឺខាងលើគេដាក់ថា Cambodia បើសិនជាវា load ទៅប្រទេសផ្សេងយើងបដូរមកដាក់ Cambodia មកខាងក្រោមគឺគេឲ្យយើងមកពេញលេខទូរស័ព្ទបើសិនជាយើងមានលេខទូរស័ព្ទហើយគឺវា load មកលើនឹងស្រាប់តែម្ដងយើងមើលចំណុចខាងក្រោមនេះគឺសញ្ញាព្រួញនៅពេលដែលយើងចុចសញ្ញាព្រួញទៅគឺគេនឹងផ្ញើសារឬក៏ call តាមលេខទូរស័ព្ទរបស់យើងមកអញ្ចឹងបន្ទាប់ពីយើងចុចសញ្ញាព្រួញហើយយើងចុច continue បន្ទាប់មកចុចពាក្យអនុញ្ញាតខាងក្រោមនេះទៀតបន្ទាប់ពីយើងចុចពាក្យអនុញ្ញាតខាងក្រោមនេះហើយអញ្ចឹងវានឹង refresh ទៅហើយមកដល់កន្លែងនេះគឺគេនឹង call មកយើងដើម្បីប្រាប់លេខកូដអញ្ចឹងយើងចាំតែចុចយកលេខកូដទៅគឺគេនិយាយជាភាសាខ្មែរទេគឺយើងមិនពិបាកទេបើពីមុនគេនិយាយជាភាសាអង់គ្លេសអញ្ចឹងអ្នកដែលមិនសូវចេះភាសាអង់គ្លេសគឺរៀងពិបាកស្ដាប់បន្តិចតែឥឡូវគេនិយាយជាភាសាខ្មែរគឺងាយស្រួលក្នុងការស្ដាប់បន្ទាប់មកយើងវាយលេខកូដតាមអ្វីដែលគេបានរៀបរាប់ប្រាប់យើងនឹងហើយបន្ទាប់មកគេឲ្យយើងបំពេញឈ្មោះខាងលើនេះយើងត្រូវដាក់ឈ្មោះដែលយើងចង់ដាក់ឥឡូវខ្ញុំដាក់ឈ្មោះថាយកអញ្ចឹងបងប្អូនអាចដាក់ឈ្មោះតាមតម្រូវការរបស់បងប្អូនទៅដាក់ឈ្មោះអ្វីដែលបងប្អូនចូលចិត្តអញ្ចឹងខ្ញុំចង់ដាក់ឈ្មោះបែបហ្នឹងអញ្ចឹងខ្ញុំសូមសរសេរសិនគឺវារៀងពិបាកចុចបន្តិចដោយសារខ្ញុំប្រើដៃម្ខាងបន្ទាប់ពីយើងសរសេរចប់ហើយយើងក៏លេខមើលខាងក្រោមនេះគឺយើងដាក់តកូលអញ្ចឹងយើងចុចតកូលយើងចង់ដាក់តកូលអីក៏បានដែរអញ្ចឹងខ្ញុំដាក់ថាស៊ឺមានន័យថាខាងលើខ្ញុំដាក់យកខាងក្រោមខ្ញុំដាក់ស៊ឺបន្ទាប់មកយើងមើលកន្លែងសញ្ញាព្រួយនេះគឺយើងចុចកន្លែងសញ្ញាព្រួយនឹងមកដើម្បីបញ្ជូនទៅបន្ទាប់ពីយើងបញ្ជូនទៅគឺវា load ទម្រង់បែបនេះគឺវាឲ្យយើងចុចអនុញ្ញាតអញ្ចឹងយើងចុចកន្លែងអនុញ្ញាតនឹងមកដើម្បីចូលបន្ទាប់ពីយើងចុចពីអនុញ្ញាតនឹងហើយគឺ Telegram របស់យើងគឺបង្កើតបានជោគជ័យហើយសម្រាប់ការបង្កើត Telegram អញ្ចឹងអ្វីដែលខ្ញុំមកបង្ហាញគឺមានតែប៉ុណ្្នឹងទេសម្រាប់មកបង្ហាញអញ្ចឹងសម្រាប់បងប្អូនដែលមិនទាន់ចេះបង្កើត Telegram ក្នុងឆ្នាំ2026នេះទេអាចមើលវីដេអូនេះបានហើយកុំភ្លេចជួយចុច like និង Subscribe ដើម្បីទទួលបានវីដេអូថ្មីៗនិងចំណេះដឹងថ្មីៗពី Channel របស់យើងខ្ញុំនៅពេលដែលខ្ញុំមានអ្វីត្រូវចែករំលែកខ្ញុំនឹងចែករំលែកជាបន្តបន្ទាប់ទៅដល់បងប្អូនអរគុណនិងសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត